bạn đang nghe việc xu mày bong bồn ngọc nét tại tam đàn thầy xã cả có ngàyนี้ថ្ងៃទី30ខែ5 2026បាទហើយខ្ញុំចង់ឆ្លើយសំណួរទាក់ទងជាមួយបងប្អូនសួរថាខ្ញុំមានលក់ពូជអត់ហើយការទិញដូរហ្នឹងយើងផ្ញើតាមណាបាទការទិញពូជឬក៏ផ្ញើពូជណាបាទជាធម្មតាពូជដោយបងប្អូនឃើញខ្ញុំទីតាំងរបស់ខ្ញុំមកកន្លែងអត់មានក្រោមដីមហិតទេបាទហើយខ្ញុំមានអ្នកបេះអ្នកកម្លាំងដែលជួយបេះជាង10នាក់រាល់ថ្ងៃណាបាទអញ្ចឹងសម្រាប់បងប្អូនដែលកំងពូជឲ្យបងប្អូនអាចធ្វើការកំងបានហើយជាធម្មតានៅពេលដែលបងប្អូនកំងគឺខ្ញុំតែងតែឲ្យឆាតទុកក្នុង Telegram ឬក៏តាម Messenger ឬក៏បងប្អូនអាចណែនាំតាមលេខទូរស័ព្ទខ្ញុំនៅលើ page នឹងបានហើយមួយវិញទៀតតាក់ទងការផ្ញើឬក៏បងប្អូនមួយចំនួនអត់ទុកចិត្តតាក់ទងជាមួយនឹងគាត់ធ្លាប់ទិញ page ផ្សេងអាចមានការបោកបញ្ឆោតយកលុយឲ្យមិនបានអីវ៉ាន់ប៉ុន្តែចំពោះខ្ញុំខ្ញុំដូចខ្ញុំបានជំរាបបងប្អូនពីដើមឡើយអញ្ចឹងខ្ញុំរកស៊ីមិនមែនសម្រាប់តែលក់ទៅពូជចឹងទេគឺខ្ញុំគិតគង់គួនខ្ចីជូនម៉ួយជារៀងរាល់ថ្ងៃបាទហើយខ្ញុំក៏មានកម្លាំងបេះគ្រប់គ្រាន់សម្រាប់កាត់ទាំងពូជទាំងគួនខ្ចីជូនបងប្អូនដែរបាទហើយរកស៊ីសំខាន់បងប្អូនពេលដែលបងប្អូនទិញអីវ៉ាន់ឬក៏ទិញទំនិញអីផ្សេងហ្នឹងបងប្អូនមើលថាតើម្ចាស់ page ឬក៏ម្ចាស់ YouTube channel ហ្នឹងមានសកម្មភាពនៅក្នុងនឹងអត់បាទមិនថាបងប្អូនឃើញគេបង្ហាញតិចតួចដីមួយកុងពីរកុងឬក៏កាន់តគួនម្ដុំពីរដុំដើម្បីបង្ហាញជូនបងប្អូនហើយបងប្អូនគិតថាគាត់មានដល់ពេលបងប្អូនជួនកាលវេលុយមកអត់បានអីវ៉ាន់ក៏មានបាទអញ្ចឹងចំពោះខ្ញុំបងប្អូនឃើញជាក់ស្ដែងអញ្ចឹងបងប្អូនឃើញជាក់ស្ដែងthìមានអ្នកកាត់ដូចខ្ញុំជម្រាបទៅដែរមានអ្នកកាត់មានទីតាំងមានអីហើយចំពោះទីតាំងដែលខ្ញុំដាំនេះគឺនៅខាងស្រុកគិរីវង្សបាទខេត្តតាកែវហើយបងប្អូនអាចកំងផ្ទាល់មកខ្ញុំបានបាទមកម្ចាស់ពេកនឹងបានហើយមួយវិញទៀតតាក់ទងជាមួយទំនុកចិត្តខ្ញុំចង់និយាយថានៅពេលដែលបងប្អូនកំងបងប្អូនអាចបើសិនជាជាដាក់តាមជាឲ្យខ្ញុំយកអីវ៉ាន់ទៅតាមក្រុមហ៊ុនរបុនធម្មអញ្ចឹងបងប្អូនគួរគិតចិត្តថាអីវ៉ាន់នៅពេលដែលខ្ញុំឬក៏តកួននៅពេលដែលកាត់ខ្ញុំត្រូវការយកលុយនេះឲ្យជូនទៅអ្នកកាត់ទី1ទី2យើងត្រូវបង់សេវាទៅខាងក្រុមហ៊ុនរបុនធម្មមុនដោយសារក្រុមហ៊ុនមុននឹងយើងគេទទួលអីវ៉ាន់យើងចេញវិក័យប័ត្រឲ្យយើងគេក៏មានគេក៏ត្រូវឆាចហ្វីដែរអញ្ចឹងបងប្អូនគិតថានៅពេលដែលអីវ៉ាន់ទៅដល់ចាំបងប្អូនទូទាត់អីវ៉ាន់ទូទាត់លុយទៅកន្លែង agency របស់ប្រាក់បុនធម្មអញ្ចឹងនៅខ្ញុំសូមជម្រាបម្ដងហើយម្ដងទៀតថានៅទីតាំងខ្ញុំនេះវានៅតំបន់ស្រុកបាទនៅក្នុងស្រុកហើយតាមភូមិអញ្ចឹងតំបន់ជ្រោយនេះវាយើងខ្ញុំសួរឬក៏ជជែកវែកញែកជាមួយនឹងខាង agency នឹងហើយគាត់ថាតខាងក្រុមហ៊ុនយើងមានតែកន្លែងធំប៉ុន្តែកន្លែងនេះយើងអត់មាន DC ទេអត់មានសេវាដែលផ្ញើអីវ៉ាន់ទៅបងប្អូនទទួលអីវ៉ាន់នៅខាង agency មួយទៀតហើយចាំបងប្អូនទូទាត់លុយនៅខាងនោះអញ្ចឹងយើងអត់មានទេបាទអញ្ចឹងខ្ញុំសូមបញ្ជាក់ប៉ុណ្ណឹងហើយចំពោះបងប្អូនដែលត្រូវការតកួនខ្ចីនៅទៅសម្រាប់ដូចថាឥឡូវចំពោះបងប្អូនដែលត្រូវការតកួនខ្ចីលក់នៅលើទីផ្សារយើងមាន3វេនដូចខ្ញុំជម្រាបអញ្ចឹងវេនទី1ឡានចេញពេលព្រឹកទៅដល់ភ្នំពេញនេះម៉ោង11ឬក៏ម៉ោងយ៉ាងយូរម៉ោង12ចុះបាទអាហ្នឹងបងប្អូនអាចទទួលឬក៏ទេទៅតាមលេខតកង់ឡាននឹងបានបាទចំពោះម៉ោង11 12ព្រឹកនេះខ្ញុំនឹងដាក់លេខទូរស័ព្ទជូនហើយគោលដៅយើងគឺដឹកទៅផ្សារគួរស្រូវផ្សារដើមគោហើយនឹងផ្សារព្រៃជ្រៃបាទតាមព្រៃជ្រៃអញ្ចឹងបងប្អូនអាចកំងតាមហាងលក់អីផ្សេងក៏បានដែរចំពោះបងប្អូនដែលកំងតាមហាងវិជាទិញតកួននេះទៅធ្វើម្ហូបតាមហាងដូចជាមួយថ្ងៃ2-3ថង់រាល់ថ្ងៃក៏បានដែរក៏ខាងពួកខ្ញុំមានសេវានឹងជូនហើយមួយទៀតជើងពេលសៀលចេញពីខាងស្រុកគិរីវង្សនេះទៅហើយជាម៉ោង2ឬក៏ជួនកាលបើសិនយើងរៀបតកួននឹងពេញឡានលឿនយើងអាចចន្លោះម៉ោង1កន្លះទៅម៉ោង2កន្លះ
អញ្ចឹងរហូតទៅដល់យើងដឹកឬក៏ធ្វើដំណើររហូតទៅដល់ភ្នំពេញហ្នឹងអាចម៉ោង4កន្លះម៉ោង5កន្លះអញ្ចឹងខ្ញុំនឹងដាក់លេខទូរស័ព្ទទៅកងឡានឬក៏អ្នកដឹកផ្ទាល់ហ្នឹងទៅទីតាំងហ្នឹងបាទបងប្អូនអាចកំងបើសិនជាអូម៉ាថាឥឡូវបងប្អូនត្រូវការអីវ៉ាន់លក់ពេលព្រឹកចន្លោះម៉ោង11 12ហ្នឹងបងប្អូនទេទៅឡានពេលព្រឹកប៉ុន្តែបើសិនជាបងប្អូនត្រូវការទៅគួនលក់សម្រាប់ពេលល្ងាចចន្លោះម៉ោង4ម៉ោង5ហ្នឹងនៅតាមតំបន់ផ្សារព្រៃជ្រៃផ្សារដើមកោផ្សារកប់ស្រូវឬគួរស្រូវអីហ្នឹងបងប្អូនអាចតាក់ទងលេខនៅខាងលើអេក្រង់ហ្នឹងបានបាទអញ្ចឹងអរគុណច្រើនណាស់ហើយកុំភ្លេចថាបើសិនជាបងប្អូនត្រូវការពូជតកួនបងប្អូនអាចយកពូជតកួនសក៏បានពូជតកួនកៅក៏បានបាទខាងខ្ញុំមានគ្រប់តាមតម្រូវការហើយមានទទួលកាត់ទទួលទិញហើយក៏មានលក់ពូជជីថ្នាំអីជាមួយគ្នានឹងដែរអរគុណច្រើនណាស់ជូនពរបងប្អូនទាំងអស់គ្នាសុខសប្បាយ